អ្វីជាឫសគល់នៃចំនួនរវាងកម្ពុជានិងថៃមិនមែនកើតឡើងដោយសារតែបញ្ហានយោបាយនិងព្រំដែននោះទេប៉ុន្តែជាសំណាញ់ពីងពីងដែលប្រតិក្រឡាគ្នារវាងប្រវត្តិសាស្ត្រវប្បធម៌សេដ្ឋកិច្ចបម្រែបម្រួលសម្រាប់ធ្នាប់ពិភពលោកភូមិសាស្ត្រនយោបាយអរិយភាពផ្ទៃក្នុងនិងអារម្មណ៍ឧត្តមភាពរបស់ថៃទាំងអស់នេះហើយបង្កើតបានជាកញ្ចប់នៃសំណុំបញ្ហាជាមួយកម្ពុជានិងថៃមានប្រព័ន្ធនយោបាយនិងការបកស្រាយប្រវត្តិសាស្ត្រខុសគ្នាស្ទើរតែប្រៀបធៀបទៅនឹងព្រះអាទិត្យនិងព្រះច័ន្ទប្រទេសមួយបានឈរជើងឯករាជ្យក្នុងតំបន់ខណៈប្រទេសមួយទៀតឆ្លងកាត់អាណានិគមបារាំងនិងសង្គ្រាមស៊ីវិលជាបន្តបន្ទាប់ភាពខុសគ្នានេះបណ្ដាលឲ្យមានទស្សនៈលើអធិបតេយ្យភាពនិងសិទ្ធិគ្រប់គ្រងលើដែនដីមិនសមស្របកម្ពុជាប្រាសាទព្រះវិហារត្រូវបានមើលជានិមិត្តរូបមួយនៃអត្តសញ្ញាណជាតិនិងជាភស្តុតាងព្រំដែនខណ្ឌសីមានៅក្បែរថៃប៉ុន្តែសម្រាប់ថៃចាត់ទុកប្រាសាទព្រះវិហារជាតំបន់ប្រវត្តិសាស្ត្រមួយដែលមិនត្រូវបំភ្លេចទោះមិនអាចដណ្ដើមយកមកកាន់កាត់បាននោះហើយជាមហិច្ឆតាដែលបន្សល់ចំណុច 4.6 គីឡូម៉ែត្រការ៉េនៅក្បែរប្រាសាទព្រះវិហារមកទល់សពថ្ងៃទោះបីជាតុលាការយុត្តិធម៌អន្តរជាតិបានកាត់ក្តីឲ្យកម្ពុជាឈ្នះរួចហើយក៏ដោយសម្រាប់ពលរដ្ឋខ្មែរដែលរស់នៅជាប់ព្រំដែនពួកគេមិនបានគិតគូរច្រើនដល់ការបែងចែកដីរបស់ពួកគាត់តាមរយៈផែនទីឡើយតែពួកគាត់រក្សាដីពីដូនតាដែលធ្លាប់រស់នៅនិងដីរបស់ពួកគាត់ដែលកំពុងប្រកបរបរចិញ្ចឹមជីវិតរាល់ថ្ងៃដូច្នេះការទាមទារដែនដីមិនមែនគ្រាន់តែជាចំនួនរវាងរដ្ឋនិងរដ្ឋនោះទេប៉ុន្តែជាការប៉ះទង្គិចនៃជីវិតរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋអារម្មណ៍ជាតិនិយមបានធ្វើឲ្យចំនួនកាន់តែជ្រៅទៅនៅពេលដែលប្រព័ន្ធផ្សព្វផ្សាយឬក្រុមអ្នកនយោបាយណាមួយប្រើប្រាស់ឈ្មោះប្រាសាទឈ្មោះភ្នំភូមិឬព្រំណាមួយជាឧបករណ៍ដើម្បីបង្កើតការគាំទ្រអារម្មណ៍ប្រជាជននិងពុះកញ្ជ្រោលឡើងភ្លាមមួយរំពេចអ្នកសារព័ត៌មានអ្នកប្រើប្រាស់បណ្ដាញសង្គមនិងអ្នកនយោបាយជារឿយៗជួយបន្ថែមទស្សនៈថាមនុស្សម្នាក់គឺជាអ្នកប្រវត្តិសាស្ត្រម្នាក់ពេលអារម្មណ៍និងអត្តសញ្ញាណជាតិត្រូវបានប្រើជាឧបករណ៍នយោបាយការគិតបែបស្ងប់ស្ងាត់នឹងត្រូវជំនួសដោយការរំជើបរំជួលនិងការភ័យព្រួយពេលខ្លះពលរដ្ឋមិនចង់ស្ដាប់ការពិតនៃផ្លូវច្បាប់ឬឯកសារព្រំដែនឡើយប៉ុន្តែស្លងតាមអារម្មណ៍ហើយបកស្រាយដោយខ្លួនឯងដោយគ្រាន់តែស្ដាប់ការនិទានតៗគ្នាពួកគាត់មើលការបាត់បង់ដែនដីជារឿងអយុត្តិធម៌និងមើលឃើញរក្សាសន្តិភាពជាការចោះចាញ់នៅក្នុងសង្គមខ្មែរគេតែងដំណើរថាមុនវាយឆ្កែត្រូវមើលម្ចាស់ឬមុននឹងធ្វើអ្វីមួយត្រូវមើលខ្យល់សិនមានន័យថាត្រូវការគិតគូរច្បាស់លាស់ទាំងកម្លាំងសមត្ថភាពមានអ្វីនៅពីក្រោយនិងមានផលប៉ះពាល់ធំជាងនេះប៉ុន្មានដងបើសម្រាប់ចិត្តខុសជាថ្មីម្ដងទៀតមនុស្សមិនអាចបញ្ជាខ្យល់បានឡើយតែអាចបញ្ជាទូកក្តៅបានខ្លឹមសារនេះដកស្រង់ចេញពីសៀវភៅទឹកមិនទាន់ថ្លាដែលនិពន្ធដោយលោកវិគា